ថ្ងៃនេះខ្ញុំសូមលើកយកអត្ថបទសម្រាប់និយាយអំពីអាចកំបាំងនៃការគ្រប់គ្រងដោយមានឥទ្ធិពលចំណុចទី1គឺការផ្លាស់ប្ដូរផ្នត់គំនិតពីពាក្យថាមេមកជាអ្នកដឹកនាំដែលមានឥទ្ធិពលសួស្តីលោកស្រីនាងកញ្ញានៅក្នុងពិភពការងារសម័យថ្មីពាក្យថាអ្នកគ្រប់គ្រងមិនមែនមានន័យត្រឹមតែជាអ្នកអង្គុយលើកៅអីបញ្ជាឬចាំឆែកវត្តមានរបស់បុគ្គលិកនោះទេមនុស្សភាគច្រើនអាចធ្វើជាមេបានប៉ុន្តែមានមនុស្សតិចតួចណាស់ដែលអាចធ្វើជាអ្នកដឹកនាំដែលមានឥទ្ធិពលតើអ្វីទៅជាឥទ្ធិពលមិនមែនជាការបង្ខំឬការប្រើអំណាចតាមឋានៈនោះទេវាគឺជាសមត្ថភាពក្នុងការធ្វើឲ្យអ្នកដទៃចង់ធ្វើការជាមួយអ្នកជឿជាក់លើអ្នកនិងព្រមដើរតាមគោលដៅរបស់អ្នកដោយក្តីរីករាយនៅថ្ងៃនេះយើងនឹងជជែកគ្នាអំពីយុទ្ធសាស្ត្រសំខាន់ដែលនឹងផ្លាស់ប្ដូររបៀបដែលអ្នកគ្រប់គ្រងមនុស្សដើម្បីក្លាយជាអ្នកដឹកនាំដែលគេគោរពស្រឡាញ់ចំណុចដំបូងបំផុតដែលអ្នកត្រូវដឹងគឺឥទ្ធិពលចាប់ផ្ដើមពីទំនុកចិត្តបើគ្មានទំនុកចិត្តគ្រប់ពាក្យសម្ដីរបស់អ្នកគ្រាន់តែជាខ្យល់បក់មនុស្សនឹងធ្វើតាមអ្នកតែពេលអ្នកនៅចំពោះមុខប៉ុន្តែពួកគេនឹងឈប់ធ្វើភ្លាមនៅពេលអ្នកងាកក្រោយដូច្នេះដើម្បីមានឥទ្ធិពលអ្នកត្រូវកសាងគ្រឹះនៃភាពស្មោះត្រង់ជាមុនសិនចំណុចទី2ការកសាងទំនុកចិត្តនិងភាពជាគំរូតើអ្នកធ្លាប់ឮពាក្យថា action speaks louder than words ដែរទេសកម្មភាពមានសម្លេងខ្លាំងជាងសម្ដីច្បាប់ទី1នៃការគ្រប់គ្រងឲ្យមានឥទ្ធិពលគឺការធ្វើជាគំរូឬភាសាអង់គ្លេសគេនិយាយថា lead by exampleបើអ្នកចង់ឲ្យក្រុមការងាររបស់អ្នកមកធ្វើការទៀងពេលអ្នកត្រូវតែជាអ្នកមកដល់មុនគេជាមុនសិនប្រសិនបើអ្នកចង់ឲ្យពួកគេមានភាពច្នៃប្រឌិតអ្នកត្រូវតែបង្ហាញពីការបើកចិត្តទូលាយយកគំនិតថ្មីនៅពេលកូនចៅឃើញអ្នកធ្វើអ្វីដែលអ្នកបាននិយាយពួកគេនឹងចាប់ផ្ដើមជឿជាក់លើតម្លៃរបស់អ្នកក្រៅពីភាពជាគំរូគឺភាពស្មោះត្រង់អ្នកគ្រប់គ្រងដែលមានឥទ្ធិពលមិនខ្លាចក្នុងការនិយាយថាខ្ញុំសុំទោសឬខ្ញុំមិនដឹងនោះទេការបង្ហាញភាពជាមនុស្សដែលមានកំហុសខ្លះវាមិនបានធ្វើឲ្យអ្នកបាត់បង់អំណាចទេប៉ុន្តែវាធ្វើឲ្យអ្នកក្លាយជាមនុស្សដែលគេងាយចូលចិត្តនិងមានភាពពិតប្រាកដឬភាសាអង់គ្លេសគេនិយាយថា authenticity នៅពេលអ្នកបង្ហាញភាពស្មោះត្រង់កូនចៅរបស់អ្នកក៏នឹងមានភាពស្មោះត្រង់មកវិញដែរនេះហើយគឺជាការបង្កើតឥទ្ធិពលតាមរយៈការតភ្ជាប់និងចិត្តចំណុចទី3សិល្បៈនៃការស្ដាប់និងការប្រស្រ័យទាក់ទងឥឡូវនេះយើងមកដល់ចំណុចដែលអ្នកគ្រប់គ្រងភាគច្រើនតែងតែរំលងនោះគឺការស្ដាប់មនុស្សភាគច្រើនគិតថាអ្នកគ្រប់គ្រងពូកែគឺជាអ្នកដែលពូកែនិយាយឬពូកែចាត់ចែងប៉ុន្តែការពិតអ្នកគ្រប់គ្រងមានឥទ្ធិពលបំផុតគឺជាអ្នកដែលបានស្ដាប់បានច្រើនបំផុតការស្ដាប់ដោយការយល់ចិត្តភាសាអង់គ្លេសគេនិយាយថា active listening មិនមែនគ្រាន់តែស្ដាប់ឲ្យចាប់ដើមដើម្បីចាំតបនោះទេវាគឺជាការស្ដាប់ដើម្បីយល់ពីអារម្មណ៍ក្តីបារម្ភនិងបញ្ហារបស់បុគ្គលិកនៅពេលបុគ្គលិកមានអារម្មណ៍ថាសំឡេងរបស់ពួកគេត្រូវបានឮពួកគេនឹងមានអារម្មណ៍ថាខ្លួនមានតម្លៃហើយនៅពេលមនុស្សមានអារម្មណ៍ថាខ្លួនមានតម្លៃពួកគេនឹងផ្ដល់តម្លៃឲ្យអ្នកវិញដោយស្វ័យប្រវត្តិបន្ថែមពីលើនេះគឺរបៀបនៃការផ្ដល់មតិត្រឡប់ឬ feedback កុំប្រើ feedback ដើម្បីវាយប្រហារបុគ្គលិកប៉ុន្តែត្រូវប្រើវាដើម្បីសាងសង់បុគ្គលិកប្រើរូបមន្តសាមញ្ញសរសើរជាសាធារណៈរិះគន់ជាឯកជនការផ្ដល់កម្លាំងចិត្តនៅចំពោះមុខអ្នកដទៃនឹងបង្កើនភាពជឿជាក់ដល់បុគ្គលិកចំណែកការកែតម្រូវដោយឡែកនឹងជួយរក្សាកិត្តិយសរបស់ពួកគេនេះគឺជាអ្វីដែលអ្នកអាចគ្រប់គ្រងចិត្តមនុស្សបានយ៉ាងមានប្រសិទ្ធភាពចំណុចទី4ការផ្ដល់អំណាចនិងការអភិវឌ្ឍក្រុមការងារចំណុចសំខាន់បន្ទាប់គឺការផ្លាស់ប្ដូរពីការគ្រប់គ្រងទៅជាការផ្ដល់អំណាចឬ empowerment អ្នកគ្រប់គ្រងទុនខ្សោយតែងតែខ្លាចកូនចៅពូកែជាងខ្លួនហើយព្យាយាមគ្រប់រឿងតូចតាចគ្រប់យ៉ាង micro management ប៉ុន្តែ
អ្នកគ្រប់គ្រងដែលមានឥទ្ធិពលគឺជាអ្នកដែលចង់ឃើញកូនចៅរីកចម្រើនការផ្ទេរសិទ្ធិ delegation មិនមែនគ្រាន់តែជាការបោះបង់ការងារឲ្យកូនចៅធ្វើនោះទេវាគឺជាការផ្ដល់ទំនុកចិត្តនៅពេលអ្នកប្រគល់ការងារសំខាន់ទៅឲ្យនរណាម្នាក់វាមានន័យថាអ្នកកំពុងប្រាប់គេថាខ្ញុំជឿជាក់លើសមត្ថភាពរបស់អ្នកកុំប្រាប់គេពីវិធីធ្វើគ្រប់ជំហានប៉ុន្តែត្រូវប្រាប់ពីគោលដៅដែលអ្នកចង់បានហើយទុកឲ្យពួកគេប្រើភាពច្នៃប្រឌិតរបស់ខ្លួននៅពេលអ្នកជួយឲ្យកូនចៅរបស់អ្នកជោគជ័យអ្នកក៏ជោគជ័យដែរឥទ្ធិពលរបស់អ្នកនឹងកើនឡើងនៅពេលគេបានស្គាល់ថាអ្នកជាអ្នកបង្កើតអ្នកដឹកនាំមិនមែនគ្រាន់តែជាអ្នកដឹកនាំអ្នកដើរតាមនោះទេចូលវិនិយោគពេលវេលាលើការបង្វឹកខៅជាជាងការបញ្ជាចំណុចទី5ការរក្សាឥទ្ធិពលប្រកបដោយនិរន្តរភាពនិងការសន្និដ្ឋានជាចុងក្រោយអ្វីដែលធ្វើឲ្យឥទ្ធិពលរបស់អ្នកស្ថិតស្ថេរគឺភាពស៊ីសង្វាក់គ្នា consistency អ្នកមិនអាចធ្វើជាអ្នកដឹកនាំល្អនៅថ្ងៃច័ន្ទហើយក្លាយជាមេដឹកនាំដ៏កាចសាហាវនៅថ្ងៃអង្គារនោះទេឥទ្ធិពលត្រូវកសាងរាល់ថ្ងៃតាមរយៈការសម្រេចចិត្តតូចៗនិងការប្រព្រឹត្តប្រចាំថ្ងៃរបស់អ្នកមុននឹងបញ្ចប់ខ្ញុំសូមរំលឹកនៅចំណុចគន្លឹះទាំង4ឡើងវិញ1ធ្វើជាគំរូចង់ឲ្យគេធ្វើអ្វីអ្នកត្រូវធ្វើឲ្យគេឃើញជាមុន2កសាងទំនុកចិត្តស្មោះត្រង់តម្លាភាពនិងទទួលខុសត្រូវ3ស្ដាប់ឲ្យច្រើនធ្វើឲ្យមនុស្សជុំវិញខ្លួនមានអារម្មណ៍ថាពួកគេសំខាន់4ផ្ដល់អំណាចជួយជំរុញអ្នកដទៃក្លាយជាកំណើដ៏ល្អបំផុតរបស់ពួកគេចងចាំថាការគ្រប់គ្រងមានឥទ្ធិពលមិនមែនជារឿងនៃការដាក់បន្ទុកលើការងារនោះទេប៉ុន្តែជារឿងនៃការដណ្ដើមយកបេះដូងរបស់មនុស្សនៅពេលអ្នកទទួលបានបេះដូងរបស់ពួកគេនោះលទ្ធផលការងារនឹងមកតាមក្រោយដោយឯកឯងសូមអរគុណលោកអ្នកសម្រាប់ការបន្តស្ដាប់នៅមាតិកានេះសង្ឃឹមថាអ្នកនឹងយកចំណុចទាំងនេះទៅអនុវត្តដើម្បីក្លាយជាអ្នកគ្រប់គ្រងដ៏អស្ចារ្យនិងមានឥទ្ធិពលនៅក្នុងស្ថាប័នរបស់អ្នកជួបគ្នាពេលក្រោយសូមជូនពរឲ្យមានសំណាងល្អ